ចូលឬមិនចូលចំណេញអ្វីនឹងខាតអ្វីហើយតើអ្វីទៅជាវត្ថុបំណងរបស់ប្រធានាធិបតីអាមេរិកហើយតើហេតុអ្វីទៅចិននិងរុស្ស៊ីឯកភាពលឿនម្លេះតាមពិតទៅខ្ញុំបានឃើញច្រើនមែនតើពាក់ព័ន្ធជាមួយនឹងបងប្អូនយើងអ្នកដែលគាត់វិភាគចូលឬមិនចូលហ្នឹងគឺសិតតែត្រូវទាំងអស់ចាអត់មានអីខុសទេទាំងអ្នកវិភាគនៅក្នុងស្រុកនិងក្រៅស្រុកផងដែរពីព្រោះថាសិតតែអ្នកគិតអំពីជាតិបងប្អូនហើយដល់ពេលខ្ញុំឃើញចឹងទៅខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរយើងគឺគាត់ចេះគិតគូរអំពីនយោបាយនិងចេះខ្វល់ខ្វាយអំពីជាតិដូចគ្នាខ្ញុំសូមលើកឡើងពីមតិរបស់បងប្អូនយើងមួយចំនួនដែលគាត់បានលើកឡើងមកដូចជាបើមិនចូលគឺមិនប៉ះពាល់ដល់អាស៊ានពីព្រោះថាមានប្រទេសខ្លះហ្នឹងគឺអាមេរិកអត់បានអញ្ជើញទេយើងខ្លាចគេគិតនៅក្នុងន័យផ្សេងលើសហប្រតិបត្តិការគ្នានៅក្នុងផ្នែកនៃអាស៊ាននិងទំនាក់ទំនងទ្វេភាគីបូករួមនឹងបារាំងថែមទាំង UN ពីព្រោះថាទង្វើរបស់អាមេរិកហ្នឹងគឺបានប្រឆាំងនឹងពួកគេខ្លាចតែពួកគេហ្នឹងមិនជួយយើងនៅក្នុងសន្តិវិធីផែនទីព្រំដែនដែលយើងកំពុងតែមានចំនួនឃើញមានមតិខ្លះហ្នឹងគឺគាត់បាននិយាយថាចេះគួរតែចូលវិញដោយសារតែគាត់ហ្នឹងបានផ្ដល់នៅហេតុផលមកថាការចំណាយលុយត្រឹមតែ$1000 លានគឺថាគ្មានបញ្ហាទេបើចូលទៅគឺអាមេរិកគេព្រមជួយរឿងព្រំដែនថែមទាំងសហប្រតិបត្តិការយោធាល្អក៏មានមតិមួយចំនួនទៀតហ្នឹងក៏បានលើកឡើងមកនិយាយថាចេះទៀតការចូល3ឆ្នាំដំបូងហ្នឹងគឺគ្មានការបង់ប្រាក់អីនោះទេដល់ពេលហ្នឹងចាំចេញវិញក៏បានដែរពីព្រោះថាផុតអាណត្តិប្រធានាធិបតីតាត្រាំហ្នឹងហើយបើសម្រាប់កម្ពុជាយើងនេះវិញបងប្អូនចាមែនតែនទៅពាក់ព័ន្ធជាមួយនៅក្នុងរឿងនេះគឺយើងត្រូវតែនាំគ្នាគិតឲ្យមានភាពទូលំទូលាយជាងហ្នឹងតើពួកយើងទាំងអស់គ្នាហ្នឹងដឹងពីរឿងពិតនៃព្រឹត្តិការណ៍សកលទៅដាក់ចម្ងល់សួរថាចេះតើតាត្រាំបង្កើតឡើងដើម្បីអ្វីតើតែយើងមាននៅតនន័យមួយនឹងជាមុនសិនបងប្អូនចាទៅយើងអាចបន្តនៅក្នុងការវិភាគព្រោះថារាល់ការវិភាគហ្នឹងត្រូវតែមានអង្គនៃហេតុផល3ជាតនន័យទុកជាមុនដូចជាទី1ហ្នឹងគឺដើមហេតុទី2ហ្នឹងគឺចុងហេតុហើយទី3ហ្នឹងគឺកាត់ក្តីសន្និដ្ឋានទៅបានជាយើងវិភាគកើតបើមិនដូច្នេះទេបងប្អូនគឺបាត់ដើមហេតុចុងហេតុតែម្ដងរួចបងប្អូនក៏មិនអាចកាត់ក្តីបន្តសន្និដ្ឋានបានទៀតដែរហើយតើហេតុអ្វីបានជាលោកប្រធានាធិបតីដូណាល់ត្រាំហ្នឹងគាត់បានបង្កើតក្រុមប្រឹក្សាសន្តិភាពឡើងមកបើកាលណាយើងនិយាយអំពីនៃសន្តិភាពបងប្អូនគឺយើងមើលតើការដឹកនាំរបស់គាត់ហ្នឹងការដឹកនាំរបស់លោកប្រធានាធិបតីដូណាល់ត្រាំហ្នឹងអាចឲ្យសន្តិភាពដែរឬទេហើយតើគាត់នឹងរកសន្តិភាពឲ្យអាមេរិកផ្ទាល់ឬរកសន្តិភាពឲ្យពិភពលោកដូណាល់ត្រាំហ្នឹងបងប្អូនតាំងពីឡើងជាប្រធានាធិបតីរយៈពេលលើ1ឆ្នាំមកនេះគឺគាត់តែងតែត្រេះរិះរកធ្វើយ៉ាងណាក៏ដោយឲ្យតែអាមេរិកនឹងលេចធ្លោជាងគេកើតជាប្រទេសមហាអំណាចលេខ1គឺក្រោមការដឹកនាំរបស់គាត់តែម្ដងរហូតដល់គាត់នឹងចង់បានពានរង្វាន់ Nobel សន្តិភាពពិភពលោកទៀតបងប្អូនចាអត់តន់អស់ទេបងប្អូននៅមានទៀតតែត្រាំហ្នឹងគឺគាត់បានដាក់សម្ពាធជាច្រើនខ្លាំងមែនទែនទៅលើប្រទេសដែលជាសម្ព័ន្ធមិត្តជាមួយនឹងគាត់និងមិនមែនជាសម្ព័ន្ធមិត្តជាមួយនឹងគាត់ដូចគ្នាគឺដើម្បីបង្ហាញឥទ្ធិពលរបស់គាត់រហូតដល់គាត់នឹងដំឡើងពន្ធទៅលើប្រទេសរុស្ស៊ីទៅលើប្រទេសចិននិងសម្ព័ន្ធមិត្តផ្សេងសូម្បីតែ UN ណាក៏ប្រតិកម្មដែរពីព្រោះថា UN ហ្នឹងគឺមិនធ្វើតាមចិត្តដែលគាត់ចង់បានហើយគាត់បានធ្វើតែរឿង3យ៉ាងនឹងតែប៉ុណ្ណោះរយៈពេល1ឆ្នាំជាងនេះបងប្អូនចំណុចទី1តាត្រាំហ្នឹងគឺគាត់បានបន្តដំឡើងពន្ធនិងបង្កក់លុយទៅលើសម្ព័ន្ធមិត្តឬមួយក៏អ្នកប្រឆាំងជាមួយនឹងគាត់ចំណុចទី2គឺគាត់បានដើរតួនាទីគឺសម្របសម្រួលប៉ុន្តែมันមានជាលទ្ធផលផ្លែផ្កាអីទេបងប្អូនចានៅថែមទាំងស្ថានភាពហ្នឹងគឺពិបាកជាងមុនទៀតដោយរឿងអន្តោប្រវេសន៍ខុសច្បាប់និងរឿងអីគេស្វែងរកសន្តិភាពឲ្យប្រទេសនានាដើម្បីអាចបញ្ចប់សង្គ្រាមជាដើមអញ្ចឹងបងប្អូននិងចំណុចទី3ដើម្បីបង្ក្រាបប្រទេសទាំងអស់នោះក៏ចាប់ផ្ដើមធ្វើសង្គ្រាមរហូតដល់គាត់នឹងបដូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមវិញនិងបានបង្កសង្គ្រាមពីរកន្លែងចាទី1ហ្នឹងគឺកំទេចមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់និងទី2ហ្នឹងគឺចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាប៉ុន្តែរឿងក្រៅពីនោះទៀតដែលគាត់ធ្លាប់និយាយទាំងអូបាម៉ាហ្នឹងគឺគាត់ធ្វើអត់បានទេបងប្អូនចាហើយថែមទាំងបាត់បង់នៅសម្ព័ន្ធមិត្តថែមទៀតជាពិសេសហ្នឹងគឺនៅក្នុងតំបន់សម្ព័ន្ធមិត្ត NATO គាត់ក៏បានគម្រាមថានឹងឈ្លានពានចានឹងឈ្លានពានទៅលើតំបន់របស់ពួកគេនឹងថែមទៀតផងបើបងប្អូនអត់ទាន់ដឹងទេចំពោះប្រវត្តិក្រុមប្រឹក្សាសន្តិភាពនេះវិញបងប្អូនគឺកើតចេញអំពីការដោះស្រាយការអនុវត្តបទឈប់បាញ់លើកទី2រវាងប្រទេសអ៊ីស្រាអែលនិងកាសាដែលបានបង្កើតឡើងដោយលោកប្រធានាធិបតីដូណាល់ត្រាំនិងអតីតលោកនាយករដ្ឋមន្ត្រីអង់គ្លេសនៅក្នុងឆ្នាំ2025ខែកញ្ញាការបង្កើតឡើងនេះគឺកាលពីដំបូងបំផុតបងប្អូនគឺមានអត្ថន័យនៃខ្លឹមសារ20ចំណុចប៉ុន្តែរហូតដល់ឆ្នាំ2026នេះវិញបងប្អូនចាលោកដូណាល់ត្រាំគឺគាត់បានបង្កើតវិសាលភាពជាក្រុមប្រឹក្សាសន្តិភាពពិភពលោកគឺដោយដែលបងប្អូនបានដឹងនិងបានឮនៅក្នុងពេលឥឡូវនេះអញ្ចឹងហើយនៅក្នុងវត្ថុបំណងរបស់តាត្រាំហ្នឹងគឺដើម្បីជំនួយ UN ដែលមានគាត់ជាប្រធានកូនប្រសាគាត់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសនិងគណៈប្រតិភូរបស់គាត់ប្រមាណរូបទៀតហើយរឿងដែលសំខាន់បំផុតក្រុមប្រឹក្សាសន្តិភាពដែលគាត់បានបង្កើតនេះបងប្អូនគឺគ្មានអាណត្តិនោះទេបងប្អូនចាទោះបីជាតាត្រាំនឹងគាត់បានផុតអាណត្តិជាប្រធានាធិបតីក៏ដោយក៏នៅតែគ្រប់គ្រងជាប្រធានបន្តដែរហើយចំពោះអ្នកចូលជាគណៈចិនត្រៃវិញគឺត្រូវបង់លុយ$1000 លានគ្មានការកំណត់អាណត្តិទេបងប្អូនឯការចូលរួមជាសមាជិកវិញគឺអត់មានបង់លុយអីទាំងអស់មានអាណត្តិត្រឹមតែ3ឆ្នាំតែប៉ុណ្ណោះឯកសារយោងកាសែត CNN និងអ្នកវិ
ភាពដូច្នេះហើយរឿងបង្កើតក្រុមប្រឹក្សាសន្តិភាពនេះគឺកើតចេញពីនឹងឯងបងប្អូនចាប៉ុន្តែឥឡូវហ្នឹងគឺឃើញមានចិនហើយនឹងរុស្ស៊ីបងប្អូនចាគឺគេបានប្រកាសថាខ្លួនឯងនឹងចូលទៅក្នុងក្រុមប្រឹក្សាសន្តិភាពនឹងដែរប៉ុន្តែចូលនឹងគឺចូលបែបឌឺដងបងប្អូនឯបងប្អូនសម្ព័ន្ធមិត្តរបស់អាមេរិកផ្សេងទៀតនឹងការកន្លងមកនឹងគឺហាក់ដូចជាធ្វើមិនដឹងមិនលឺមិនបញ្ឈឺអីទេគឺមានតែបារាំងតែមួយមុខគាត់ដែលបញ្ឈឺគាត់ក៏ត្រូវតាត្រាំនឹងដាក់ពន្ធទៅលើស្រា 200% ទៀតបងប្អូនចាឥឡូវសួរថាអញ្ចេះតើគាត់នឹងអាចបង្កើតបានដែរទេពីព្រោះថាអញ្ចេះបងប្អូននៅអឺរ៉ុបបច្ចុប្បន្ននេះហាគឺគេអត់សូវខ្លាចតាត្រាំប្រហែលទេហើយថែមទាំងបានមើលសារទៅលើគាត់ថែមទៀតផងទោះជាសម្ពាធទោះបីជាគាត់នឹងដាក់សម្ពាធសេដ្ឋកិច្ចទៅលើពួកគេក៏ដោយក៏ប្រហែលជាពួកគេនឹងមិនខ្លាចដែរបងប្អូនចាពីព្រោះថែមមានផលប្រយោជន៍អាមេរិកនៅក្នុងប្រទេសគេដែរចំណែកចិនហើយនឹងរុស្ស៊ីវិញបងប្អូនចាគឺបានដើរតួនាទីប្រឈើអាមេរិកមែនតែនព្រោះដោយសារតែគេដឹងចាគេដឹងថាគ្មាននរណាគេហ៊ានចូលទេឬដើម្បីចូលទៅយកប្រជាប្រិយភាពរុញទោសបដ ாய் ទឹកចឹងទៅសម្រាប់រឿងនេះផងដែរចង់បង្កើតក្រុមប្រឹក្សាសន្តិភាពដូចជាមិនទាន់ឃើញមានថ្ងៃកំណត់អីទេបងប្អូនហើយថងចំណុចហ្នឹងខ្ញុំយល់ឃើញថាគាត់ធ្វើនេះគឺដើម្បីដឹងពីឥទ្ធិពលខ្លួនឯងឬមួយក៏ចង់ដឹងថាតើនរណាគេសហការជាមួយនឹងគាត់ហើយថងចំណុចនេះគឺខ្ញុំបានយល់ឃើញថាអញ្ចឹងបងប្អូនពួកគេទាំងអស់នឹងគឺកំពុងតែលេង account នយោបាយប៉ុន្តែសម្រាប់ពួកយើងអ្នកដែលតូចតាចគឺអង្គុយមើលគេសម្ដែងក៏ល្អមើលដែរបងប្អូនចាប៉ុន្តែកុំប្រតិកម្មឬមួយក៏បញ្ចេញមតិអ្វីទាំងអស់ហើយចំពោះការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះគឺខ្ញុំគិតថាចំណាយពេលវេលាគឺយូរខ្លាំងមែនទែនបងប្អូនចំណាយពេលវេលាយូរណាស់ដើម្បីអីដើម្បីរៀបចំនិងរចនាសម្ព័ន្ធណាប្រព័ន្ធយុតិធធម៌ក៏អាចចាយពេលវេលាដែរគ្រាន់តែរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធយុតិធធម៌ហ្នឹងក៏អាចចាយពេលវេលាដែរបងប្អូនមិនមែនគ្រាន់តែចង់បង្កើតភ្លាមហើយគឺបង្កើតបានភ្លាមទេណាបងប្អូនចាមិនមែននិយាយហើយនៅឃើញចង់បង្កើតហើយជប់ចេញមកបានទេណាបងប្អូនអត់ទេគឺត្រូវការពេលវេលាហើយចាយពេលច្រើនមែនទែនគេនិយាយថាអញ្ចឹងនៅក្នុងអាស៊ីនេះហាសម្រាប់ប្រទេសតូចៗរងចាំមើលមហាអំណាចចិនសិនទៅបើសិនជាមហាអំណាចចិនគាត់ព្រមចូលពួកគេក៏ប្រហែលជាចូលតាមក្រោយដែរដោយសារតែមហាអំណាចចិនដែលមានឥទ្ធិពលខ្លាំងនៅក្នុងអាស៊ីនិងទី2បើត្រឹមតែជាសមាជិកមិនត្រូវបង់ប្រាក់ទេបើនិយាយពីខ្មែរយើងនេះវិញបងប្អូនចានៅក្នុងពេលឥឡូវនេះយើងស្ងប់ស្ងាត់សិនទៅហើយរងចាំមើលស្ថានភាពរបៀបរៀបចំសេណារីយ៉ូរបស់ថ្នាក់ដឹកនាំជាតិយើងពីព្រោះថាសម្ដេចនៅគណៈប្រតិភូជាន់ខ្ពស់របស់ខ្មែរយើងគឺពួកយើងសិតតែដឹងនិងគោរពខ្លាំងណាស់អំពីសមត្ថភាពនិងរបៀបការធ្វើការនៃការងារការទូតរបស់ខ្មែរយើងអញ្ចឹងសរុបមកវិញបងប្អូនណាខ្ញុំចង់ជម្រាបជូនប្រាប់បងប្អូនថាអញ្ចឹងរឿងក្រុមប្រឹក្សាសន្តិភាពនេះគឺមានពេលវេលាយូរទៀតមិនមែនជាសម្ពាធទេបងប្អូនប៉ុន្តែគឺជាសិល្បៈនយោបាយទៅវិញទេបើសម្រាប់ខ្មែរយើងនេះវិញចង់ចូលក៏គ្មានបញ្ហាដែរពីព្រោះថាមិនប៉ះពាល់ទៅដល់ UN ឬមួយក៏បារាំងនឹងសន្ធិសញ្ញាព្រំដែនខ្មែរទេបើសិនជាផ្អែកទៅលើពេលវេលាប៉ុន្តែបើសិនជាបញ្ញាប់សម្រាប់ខ្មែរយើងក៏មិនចេញពី UN ឬមួយក៏ប្រឆាំងបារាំងទេនៅតែពឹងពួកគេដើម្បីបន្តលើនីតិវិធីដដែលទេបងប្អូនហើយជាធម្មតាទេបងប្អូនចាសម្រាប់ប្រទេសនៅជុំវិញពិភពលោកទោះបីជាខ្មែរយើងធ្វើអីក៏គេមិនសូវចាប់ទោសអូដំណើរឬមួយក៏មិនបន្ទោសអីទេបងប្អូនគេដឹងថាយើងគឺជាប្រទេសតូចត្រូវតែចេះស្របនិងចេះស្គាល់ពីកលៈទេសៈទៅសិល្បៈនយោបាយខ្មែរយើងតែងតែដើរជានិច្ចទាំងអាមេរិកចិនហើយនិងរុស្ស៊ីរួមទាំងនៃមហាអំណាចនៅក្នុង UN រួមទាំងសម្ព័ន្ធមិត្តខ្មែរយើងទូទាំងសកលលោកតែម្ដងជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ